គ្នាជួយគ្នានឹងគ្រាន់ជាការសម្ដែងផងឯងយកតែកាត់តហងឈួតចឹងអញទៀតមីធំត្រូវអានេះគ្រាន់ជាការសម្ដែងប្តីប្រពន្ធគេប្តីឯងចាស់ប៉ុណ្ណឹងហើយមានកម្លាំងណាទៅជួយគ្នាឲ្យគេយកអ្នកបងឯងមកត្រូលមកនិយាយមិនកើតមើលអ្នកបងឯងសម្ដីជាអេចាស់អាអ្នកបងឯងដឹងអត់ក្មេងៗណាក៏កាន់ទូរស័ព្ទមើលដែរក៏កាន់ទូរស័ព្ទស្ដាប់ដែរតែអ្នកបងឯងនិយាយវាជ្រុលពេកនិយាយជ្រុលពេកនិយាយជ្រុលណាឈប់បានឈប់ទៅអ្នកបងអើយ TikTok បោះចេញកទួយទៅថាអញនឹងពលសង្គមគាត់អញនិយាយមួយប្តីប្រពន្ធអញលេងការសម្ដែងកំដរអបសក់ប្តីប្រពន្ធអញសោះហ្នឹងថាអញឈួតយល់មនុស្សយើងណាមើលទៅសើអ្នករស់ស៊ីធំដុំដែរតែល្ងងផ្លើជាងឯងទៀតអញនិយាយរឿងប្តីហើយក៏គេមិនចង់យកអ្នកបងឯងទៅត្រូលពីអូបណូកហ្នឹងដែរប៉ុន្តែដោយសារទឹកភ្នែកពេកហើយខ្ញុំក៏មិនចង់យកវីដេអូអ្នកបងឯងមកត្រូលយ៉ាងណាប៉ុន្តែវាហួសហេតុស្ដាប់ទៅវាលើកកាត់បន្ថយបានកាត់ទៅខ្មាស់គេយើងជាស្ត្រីខ្មែរហើយណាមួយយល់ដល់ក្មេងៗដែលគ្នាកាត់ទូរស័ព្ទបើកមកឆាច់ឬអ្នកបងឯងនិយាយជាអេចាសិតតាប្តីនិយាយអីចឹងធ្វើដូចខ្ញុំពិបាកនិយាយខ្ញុំនិយាយអត់ដូចទេខ្ញុំស្រីដែរប៉ុន្តែខ្ញុំអត់ហ៊ាននិយាយអត់ហ៊ានហាមាត់និយាយវាខ្មាស់ខ្លួនឯងហើយមានកូនខ្ញុំក៏មានកូនធំដែរអ្នកបងប៉ុន្តែខ្ញុំអត់ហ៊ានហាមាត់និយាយតាមអ្នកបងខ្ញុំវាខ្មាស់ខ្លួនឯងខ្មាស់នឹងកូនវាហើយជាពិសេសខ្ញុំមិនចង់ឲ្យអ្នកបងឯងនិយាយពាក្យចេះចាស់ទេទី1បងអ្នកបងឯងមានកូនហើយមានកូនស្រីទៀតចុះបើគាត់ចេះស្ដាប់ខ្មែរបានសួរថាគាត់យកមុខទុកណាគាត់ខ្មាស់គេជំនួសហើយអ្នកបងឯងមានគិតដល់កូននេះបើអាចឈប់និយាយចេះចាស់ហ្នឹងទៅជឿតាមខ្ញុំទៅធ្វើខិនចែករំលែកអីផ្សេងទៅ